វគ្គ4ស្នាមឆ្លាក់នៅលើសាកសពកុំគិតថាការកុហកបន្តិចបន្តួចរបស់ឯងធ្វើឲ្យគ្រប់គ្នាជឿបាននោះព្រោះមិនថាឯងប្រឹងកុហកប៉ុណ្ណាទេក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយសុខហ៊ុននិយាយទៅកាន់មនុស្សម្នាក់ដែលទើបតែនឹងចេញពីបន្ទប់ចង្វន់អោនមុខហើយដកដង្ហើមបន្តិចគេតវ៉ាយើងនិយាយហើយថាមិនដឹងរឿងអីទេឯងមិនដឹងអីចុះដែលមេការឃើញឯងទៅព្រៃនោះតែម្នាក់ឯងវាយ៉ាងម៉េចវិញខ្ញុំបកស្រាយពីម្សិលមិញហើយឯងនៅតែមិនស្ដាប់ទៀតហ៎សុខហ៊ុនជ្រុលចិញ្ចើមហើយនឹកដល់ពាក្យដែលចង្វន់ដោះសារកាលពីម្សិលមិញដោយគេលើកឡើងថាទៅទីនោះព្រោះតែមានឆ្មាអនាថាមួយក្បាលសុំជំនួយម្យ៉ាងគេមានសាក្សីជាមេការធំនៅលើកោះថែមជាព្រៃជ្រៅទៀតបែរជាមានសត្វឆ្មាឯងគិតថាវាសមហេតុផលណាឬឯងមកជឿទៅតាមចិត្តខ្ញុំគ្មានហេតុផលអីទៅសម្រាប់គេដូចគ្នាគ្មានទេវាជារឿងជាយឺតនោះអីឯងជាម្នាក់ដែលគ្មានសង្ឃឹមរឿងហ្នឹងបំផុតដូច្នេះទើបខំរកផ្លូវកាត់មែនទេចង្វន់ស្ដាប់សម្ដីនេះហើយគេឈរស្ងៀមមិនដឹងតបអ្វីយ៉ាងម៉េចឈរស្ងៀមព្រោះយើងនិយាយទៅចំណុចមែនទេចង្វន់តប៉ុណ្ណឹងមិនអាចជំរុញខ្ញុំឲ្យស្លាប់នរណាម្នាក់បានឡើយបាននិយាយពីចង់គឺគ្រប់គ្នាពួកគេសុទ្ធតែចង់បានតំណែងនោះហើយអ្វីឯងមិនគិតថាពួកគេគួរឲ្យសង្ស័យផងឯងនេះពិតជាល្ងងណាស់សង្ហុនគាំងម្ដងមិនរៀបរែកយូរចង្វន់បន្តបញ្ចប់ការបូជាខ្ញុំនឹងនាំឯងទៅវិជ្ជាភាស្អាប់ស្អំចង្វន់ដាក់សំណើដើម្បីរកភាពយុត្តិធម៌ឲ្យខ្លួនឯងសង្ហុនមិនមាត់ហើយក៏មិនប្រកែកព្រោះគេរងចាំមើលដូចគ្នាថាចង្វន់នឹងយកអ្វីមកសំអាងកាត់មកដល់កន្លែងបូជាគ្រប់ទយាទាំងអស់ឈរដល់រៀបជាជួរសម្លឹងទៅមឈូសពណ៌សដែលមានសាកសពរបស់ជ័យកំពុងកេងលង់លក់មេការធំក្រោយពីសូត្រធម៌ចប់ក៏ចាប់ផ្ដើមនិយាយចាប់ផ្ដើមបញ្ចុះសពថាហើយកូនចៅពីរបីនាក់ក៏សម្រុតមឈូសពណ៌សនោះចូលទៅក្នុងដីទីយាតទាំងឡាយអោនមុខចុះធ្វើការលាគ្នាជាលើកចុងក្រោយខ្ញុំគិតថាពួកយើងអាចនឹងស្និទ្ធស្នាលដូចបងប្អូនដទៃនៅថ្ងៃណាមួយប៉ុន្តែបងបែរជាសូមឲ្យបងទៅទីនោះឲ្យបានសុខណាបងប្រុសស៊ូនូននិយាយហើយទម្លាក់ផ្កាលីលីពណ៌សមួយតងទៅមុខភ្នោរបស់ជ័យស្របគ្នាបងប្អូនដទៃក៏ធ្វើទង្វើនេះដូចគ្នាគេជូរទឹកភ្នែកហើយរលីងរលោងម្នាក់ឯងរឿងនេះមិនចប់នោះទេដោយឡែកនីគីសច្ចារកការពិតទោះជាគេមានចរិតក្រអឺតក្រទមតាំងពីដើមប៉ុន្តែភ្លាមពេលបាត់បង់នរណាម្នាក់ដែលធ្លាប់លេងសប្បាយជាមួយគ្នាគេហាក់ដូចជាក្រៀមក្រំរកថាមិនត្រូវព្រោះគេបានទុកបងម្នាក់នេះជាគ្រួសារទៅហើយសង្ហុនឯណោះក៏មិនខុសពីគេកន្លងមកគេពិតជាចូលចិត្តនៅជាមួយជ័យណាស់ហាក់ដូចជាគេចូលចិត្តជ័យលើសពីសមាជិកដទៃហើយគេបានទុកជ័យជាមិត្តក៏ដូចជាគ្រួសារផងដែរក្រោយពិធីបូជាចប់សមាជិកគ្រប់គ្នាត្រឡប់ចូលទៅបន្ទប់កន្លែងបញ្ចុះសពបន្សល់ត្រឹមផ្ទាំងថ្មដែលមានរូបថតរបស់ជ័យស្រទាប់ផ្កាលីលីបក់រំយោលតាមខ្យល់រំហើយបញ្ជាក់អំពីភាពកដោតកណ្ដែងក៏លេចទៅកាន់ព្រៃខាងត្បូងវិញមានកូនឆ្មាមួយកំពុងស្រែកយំដោយមានមនុស្សម្នាក់ដាក់ចំណីឲ្យវាចង្វន់អង្អែលរោមវាថ្នមហើយនិយាយនេះស៊ីទៅប្រហែលជាឯងឃ្លានណាស់ហើយឯងក៏ដូចជាទៅតែមកដល់សោះហេតុអ្វីក៏ដឹងថាកោះនេះមានសត្វឆ្មាទៅវិញសុខហ៊ុនដែលមកជាមួយឈរច្រត់ចង្កេះហើយសួរទាំងសង្ស័យនៅថ្ងៃហាត់ដាវព្រោះចង់តែរកកន្លែងសម្រាកយើងក៏បានជួបវានៅកន្លែងនេះនិយាយអញ្ចឹងស្មានជិះឈប់សង្ស័យហើយចង្វន់ដកដង្ហើមធំគេអោនមុខចុះនិយាយខ្សោយតាំងពីក្មេងគ្មាននរណាខ្វល់ពីខ្ញុំទេក្នុងផ្ទះមិនថារដូវរងាត្រជាក់ប៉ុណ្ណាក៏ដោយក៏គ្មានអារម្មណ៍ថាត្រជាក់ដែរជំនួសឲ្យចំណាយពេលរត់លេងក្នុងសួនច្បារឬក៏ញ៉ាំអាហារជុំគ្រួសារគ្រប់ពេលខ្ញុំគ្មាននរណាម្នាក់នៅក្បែរនោះទេមានតែសត្វឆ្មាប៉ុណ្ណោះជាគ្នាហើយក៏ជាមិត្តមករហូតមិនថាខ្ញុំទៅទីណាទេញាណរបស់ខ្ញុំតែងតែដឹងអំពីសត្វនៅជុំវិញខ្លួនជានិច្ចសង្ហុនទៅស្ងៀមគេជ្រួលច្របល់ហើយក៏សួរហេតុអ្វីក៏ប្រាប់រឿងនេះមកយើងមិនបានសួរទេចង្វន់មិនខ្វល់គេនិយាយបន្តជាមួយនឹងសំឡេងខ្សោយជាងមុនព្រោះនេះជាលើកទី1ដែលខ្ញុំមានអារម្មណ៍កក់ក្ដៅពីពាក្យថាបងប្អូនពួកយើងមិនធ្លាប់ស្គាល់គ្នាប៉ុន្តែពេលជួបពួកយើងសើចពេលខ្លះជ្រុះប្រកែកចែករំលែកការពារនិងមើលថែទៅវិញទៅមកខ្ញុំសោកតែមានអារម្មណ៍ពិសេសដែលខ្ញុំមិនធ្លាប់ស្គាល់ពេលនេះខ្ញុំដឹងហើយថាវាជាអ្វី
សង្ហុនប្រែប្រួលទឹកមុខបន្តិចកៅភ្នែកគេសម្លឹងចុងមុនពីកាយខ្នងហើយសួរឡើងឯងចង់មានន័យពីស្អីចុងវន់សាវ៉ាអោបកូនឆ្មារួចនិយាយបន្តតើក្មេងម្នាក់ដែលទៅតែទទួលភាពជាគ្រួសារនៅលើដំបូងបំផុតនៃជីវិតរបស់គេឯងនឹងទេពេលទទួលបានហើយគេនឹងកាន់តែសេចក្តីក្តីស្រឡាញ់នោះតើក្មេងប្រុសដែលប្រាថ្នានូវក្តីស្រឡាញ់ដ៏ខ្លាំងក្លាយ៉ាងនេះអាចលើកដៃបំផ្លាញក្តីសុខនោះដោយរបៀបណានិយាយចប់ចុងវន់ស្ងាត់កែវភ្នែកភ្លឺថ្លាងើយសម្លឹងសង្ហុនយ៉ាងចំជាមួយនឹងទឹកភ្នែកស្រក់ណក់ៗកាត់ផែនថ្ពាល់ហើយគេហាក់ដូចជាមិនដឹងខ្លួនថាខ្លួនឯងកំពុងយំគេបន្តតែឯងចំអាងអ្វីទើបចោទថាខ្ញុំជាឃាតករព្រោះតែម្ដាយខ្ញុំជាស្រីបនតែមកពីខ្ញុំក្រីក្រឬមុនមកពីខ្ញុំប្លែកខុសពីគេតែឯងសំអាងលើហេតុផលអ្វីទើបហ៊ានថាខ្ញុំលើកដៃធ្វើរឿងទាំងអស់នោះព្រោះតែហេតុផលល្ងង់ខ្លៅរបស់ឯងតើខ្ញុំទៅទទួលរងអារម្មណ៍ឈឺចាប់បែបនេះដល់ពេលណាទៀតឯងឆ្លើយទៅមើលសង្ហុនស្ដាប់ទាំងភ្លឹកភ្លាំងគេគាំងថ្មឹងទឹកមុខសោកសង្រេងហាក់សោកស្ដាយនៅអ្វីដែលខ្លួនបានគិតកែវភ្នែករបស់គេញ័របន្តិចហាក់ដូចជាការសង្ស័យទាំងឡាយរលាយបាត់ត្រឹមមួយប៉ព្រិចភ្នែកពេលនេះដូចមានមន្តអ្វីសម្ដំធ្វើឲ្យគេមានអារម្មណ៍អាណិតអាសូរជំនួសឲ្យការសង្ស័យចង្វន់ងើបឈរជូតទឹកភ្នែករួចនិយាយសុំទោសថាហើយគេរត់ចេញយ៉ាងលឿនហាក់ដូចជាមិនចង់បង្ហាញភាពទន់ខ្សោយនេះឲ្យនរណាបានឃើញបន្តទៀតពេលវេលាក៏កាត់ចូលមកដល់ថ្នាក់សិក្សាព្រោះមានរឿងអកុសលកើតឡើងជាប់ទាក់ទងនឹងព្រៃហាមឃាត់ពីថ្ងៃនេះតទៅយើងនឹងបិទច្រកព្រៃទាំងឡាយនិងដាក់ច្បាប់ឲ្យតឹងរឹងបំផុតសម្ដីចេញអំពីលោកគ្រូឆាបុកនិយាយទៅកាន់ទាយាទទាំងឡាយពីល្អជាងច្បាប់ពិន័យឯងគួរតែប្រាប់ការពិតអំពីព្រៃនោះមកកាន់ពួកយើងពេលនេះពួកឯងគ្មានទាំងហេតុផលបកស្រាយទៅកាន់លោកពុកផងនៅហ៊ានលើកច្បាប់ពិន័យមកនិយាយទៀតចាំមើលតែបញ្ហានេះលើដល់លោកពុកពួកឯងដោះស្រាយដល់របៀបណានេះគេគួរតបហើយនិយាយតែមិនពេញចិត្តព្រោះគេគិតថាមូលហេតុពីការស្ដាប់របស់ជ័យតាក់ទងនឹងព្រៃនោះប៉ុន្តែខាងសាលាគ្មាននរណាខ្វាយខ្វល់សោះឥឡូវនេះខ្ញុំមិនអាចនិយាយអ្វីប្រាប់អ្នកប្រុសទាំងឡាយឡើយដល់ពេលនោះពួកអ្នកប្រុសនឹងដឹងដោយខ្លួនឯងលោកគ្រូនោះនិយាយបិទសៀវភៅរួចចាក់ចេញតែម្ដងអ្នកម្នាក់ធ្វើមុខឆ្ងល់ប៉ុន្តែក៏ហួសចិត្តលើកោះនេះវាពិតជាគួរឲ្យខ្លាចជាងអ្វីដែលយើងគិតទៅទៀតចង់វន់ណាឯងក៏តែប្រុងប្រយ័ត្នខ្លួនស៊ូនូខ្លួនឯងញ័រឡើងទៅត្រឹកប៉ុន្តែឈឺផ្ដាំប្អូនឲ្យប្រុងប្រយ័ត្នចង់វន់គ្មានពាក្យអ្វីនិយាយគេញញឹមស្ងួតហើយងក់បាយយុព្រមកាត់ពីថ្នាក់ក៏ចូលមកដល់បន្ទប់ក្រោមដីសម្ងាត់មួយមានមនុស្សពីរនាក់កំពុងសន្ទនាគ្នានោះគឺជេនិងហ៊ីសុងបន្ទាប់ពីជួបគ្នានៅកន្លែងអង្កលសពពួកគេក៏បានណាត់គ្នាមកពិភាក្សានៅទីនេះហ៊ីសុងឃើញបន្ទប់ប្លែកគេភ្ញាក់ផ្អើលហើយក៏សួរតែឯងរកឃើញទីនេះដោយរបៀបណាសន្តៈវិមាននេះមានជ្រុងនៃបន្ទប់ខ្លះវាខុសម៉ែត្រគ្នាខ្ញុំក៏សាកគូប្លង់ថ្មីលមើលទើបដឹងថាសល់ចន្លោះប្រហែលជាមានបន្ទប់សម្ងាត់ជែកឆ្លើយឯងពូកែណាស់ហ៊ីសុងរងាប់សរសើរស្របពេលគេងាកឃើញរូបថតបូកផ្សំនឹងអក្សរមួយចំនួននៅលើជញ្ជាំងឯងប្រមូលព័ត៌មានលឿនមែនហ៊ីសុងនិយាយទៅសារប្អូនម្ដងទៀតព្រោះរឿងនេះជាក្តីឃាតកម្មຕົកយូរនឹងមានរឿងធំធ្វើលំមិនបានទេម្យ៉ាងឃាតករកំពុងលាក់ខ្លួនក្នុងចំណោមពួកយើងឯងគិតបែបហ្នឹងបើអញ្ចឹងឃាតករគួរតែបន្សល់អ្វីជាដានហើយវិភាគលើសាកសពជ័យអាចស្លាប់ក្នុងកំឡុងម៉ោង6ទៅម៉ោង7យប់នៅលើដងខ្លួនរបស់គេមានស្នាមឆ្លាក់ចម្លែកមួយបងមើលខ្លួនឯងទៅថាហើយជ័យឃើញរូបថតមួយសន្លឹកទៅកាន់ហ៊ីសុងយកវាមកមើលក៏បានឃើញស្នាមឆូតដោយមានរាងជាអក្សរអង់គ្លេស S នៅលើស្មាខាងស្ដាំរបស់ជ័យអក្សរ S នេះមានន័យថាម៉េចក៏មិនដឹងដូចគ្នាបែបឃាតករចង់លេងហ្គេមទូទាយជាមួយពួកយើងហើយបំណងរបស់គេប្រហែលចង់ឲ្យពួកយើងដោះវាសនានេះពឹងលើមុខរបួសនៃកាំបិតគឺគេឆ្លាក់អក្សរកំឡុងពេលជ័យនៅមានដង្ហើមថាម៉េចឃាតករនោះវារកចិត្តពេកហើយដូច្នេះទៅរកមុខអ្នកធ្វើឲ្យលឿនមិនអញ្ចឹងជនរងគ្រោះមិនមែនតែជ័យម្នាក់ទេគឺពួកយើងគ្រប់គ្នាមនុស្ស
នៅលើកោះទាំងមូលគឺមានមិនតិចទេតើឯងចង់រកឃាតករពីណាទៅមុនមិនដឹងពួកយើងរកមើលអាគារដែលនៅជិតព្រៃនោះសិនទៅអញ្ចឹងតើឯងមានអ្នកដែលសង្ស័យក្នុងចិត្តហើយឬនៅសង្ហុនសួរធ្វើឲ្យចេកកាំងមួយសន្ទុះគេឆ្លើយគ្មានទេពួកបងទាំងពីរទៅមកពីណាហ្នឹងស៊ុននូរត់វឹងទៅទទួលហេសុងព្រោះតែបាត់គេមិនឃើញហេសុងញញឹមមិនសមអត់ឯកមិនដឹងឆ្លើយថាយ៉ាងម៉េចស៊ុននូររអ៊ូបន្តបងនេះចុកសុកក៏បាត់ខ្លួនដឹងថាខ្ញុំបារម្ភប៉ុណ្ណាទេបងភ័យខ្ញុំស្លាប់ហើយបងចៃទៅមិនស្លាប់ពួកបងកុំមកធ្វើទង្វើអីប្លែកៗទៀតឲ្យសោះសូមចិត្តទៅចុះមុនតែណាប្រាប់គ្នាបានទេសុកក៏បាត់ទាំងមួយទាំងពីរបេះដូងខ្ញុំសឹងជ្រុះដល់កែងជើងទៅហើយពួកបងនេះអាយុប៉ុណ្ណឹងហើយគ្រាន់តែប្រាប់មួយម៉ាត់ក៏មិនប្រាប់ពិតជាហើយពួកបងនេះពិតជាមានជំនាញពូកែធ្វើឲ្យគេខឹងមែនហ៊ីសុងនឹងចែកភ្លេចខ្ញុំមិនដឹងនិយាយថាម៉េចក្នុងចិត្តហួសចិត្តផងតែសប្បាយចិត្តផងហ៊ីសុងក៏អង្អែលក្បាលប្អូនដូចនិយាយបានសុំទោសលើកក្រោយបងនឹងប្រាប់ឯងហើយមុននេះពួកយើងគ្រាន់តែទៅរំសាយអារម្មណ៍បន្តិចប៉ុណ្ណោះហឹមកុំមកលួងកុំគិតថាពាក្យសម្ដីបន្តិចបន្តួចធ្វើឲ្យខ្ញុំរំសាយចិត្តនោះចែកឈរមើលកាលបើឃើញចរិតប្អូនម្នាក់នេះខុសគេខុសឯងអញ្ចឹងគេក៏រវៃក្បាលឯងពិតជាពូកែខឹងមែនមិនចេះហត់សោះរអ៊ូហើយចែកដើរទៅកាន់បន្ទប់វិញស៊ុននូងើយមកសម្លឹងបងប្រុសហាក់ទាមទារការការពារហ៊ីសុងសើចទាំងហោះចិត្តឬក៏និយាយលួងមិនអីទេគេគ្រាន់តែនិយាយលេងប៉ុណ្ណោះកុំខឹងអីបងមិនដឹងទេគាត់នឹងតែងតែធ្វើឲ្យខ្ញុំខឹងជានិច្ចឃើញមុខគាត់ពេលណាខ្លាំងពេលហ្នឹងមិនដឹងជានិយាយថាយ៉ាងម៉េចល្អទេកំឡុងពេលនិយាយគ្នាហ៊ីសុងសប្បុរសឃើញចុងវន់ដើរទៅចេញអំពីព្រៃខាងត្បូងគេក៏បានសួរចុងវន់ឯងទៅមកពីណាចុងវន់ក៏វាយក្បាលហើយក៏រត់ទៅបន្ទប់បាត់មិនខ្ចីឆ្លើយអីមួយម៉ាត់ធ្វើឲ្យស៊ូនូទៅចិត្តម្ដងទៀតឃើញទេសូម្បីតែគេក៏ឆ្លើយតាមបងចែកដែរបងគួរតែបដៅគាត់ចេញម្ដងកុំឲ្យប្អូនយកគំរូតាមទៀតខ្ញុំពិតជាហត់នឹងនិយាយណាហេសុងធ្វើមុខលីលើមិនដឹងថាគួរនិយាយអ្វីកំពុងចូលច្បល់សុកក៏ឃើញសុងហ៊ុនដើរមកម្នាក់ទៀតសំណួរដដែលហេសុងសួរសុងហ៊ុនឯងក៏ទៅមកពីព្រៃខាងត្បូងដែរតើពីរនាក់ឯងទៅធ្វើអីនៅទីនោះដូចដើមហ៊ីសុងមិនឆ្លើយដើរទៅកាន់បន្ទប់ធ្វើហីស៊ូនូដកដង្ហើមធំមើលចុះម្នាក់ទៀតហើយបងឃើញទេដោយសារតែបងមិនបដៅពួកគេទៅពួកគេកាត់រកគ្នាអស់ហើយគ្មាននរណាចេះពីសុជីវធម៌សោះរអ៊ូចប់ស៊ូនូក៏ដើរទៅកាន់បន្ទប់ដូចគ្នានៅសល់តែហ៊ីសុងម្នាក់ឯងឈរអេះក្បាលមិនដឹងថាគួរធ្វើអ្វីមុនចុងក្រោយក្រៅពីអស់សំណើចគេមិនដឹងនិយាយអ្វីនោះទេចំមែនហើយក្មេងអស់នេះនៅយប់ជ្រៅបន្តិចសំឡេងគូទ្វារមួយបន្លឺឡើងណុកនរណាគេមិនរស់ស្អីទាំងយប់ហ្នឹងស៊ុននូបើកភួយហើយដើរទាំងគ្មានកម្លាំងកំហែងទៅបើកទ្វារមកបន្ទប់ស៊ុននូអោបទ្វារហើយបិទភ្នែកគេសួរទៅកាន់ភ្ញៀវទាំងមិនបើកភ្នែកមករកមានការអីនិយាយលឿនមកងុយណាស់អ្នកឈរចំពោះមុខក្រវីក្បាលហួសចិត្តព្រោះឃើញភាពកំចាស់របស់គេឯងនេះភ្ញៀវមកដល់មិនគិតអញ្ជើញចូលបន្ទប់ខ្លះទេអីឮសម្ដីនេះស៊ុននូបើកភ្នែកសន្លក់ហើយតបទៅវិញខ្ញុំគ្មានហេតុផលអីត្រូវឲ្យបងចូលបន្ទប់នោះទេយោហេតុអីក៏គ្មានយើងក៏ជាបងម្នាក់របស់ឯងដែរណាអាយយមិនដឹងនរណាទេតាំងពីដំបូងមិនចង់បានគេជាប្អូនផងឥឡូវមកនិយាយអីណាបងសុងហ៊ុនខ្ញុំតាមបងមិនទាន់ទេកុំបោះបាច់ច្រើននិយាយត្រង់មកថាចង់បានអីខ្ញុំគ្មានពេលលេងជាមួយបងនោះទេសុងហ៊ុនមិននិយាយច្រើនគេចង់ចង្កេះបន្តិចគិតពិចារណាមួយសន្ទុះទៅសួរបងមានរឿងចង់សួរឯងខ្លះរឿងស្អីនិយាយមកតើចង់វន់គេចូលចិត្តស្អីដែរទៅស៊ូនូស្ងាត់សម្លឹងហ៊ីសុងលើក្រោមបែបវិនិច្ឆ័យគេក៏សួរបកទៅវិញបងចង់ដឹងរកស្អីមិនមែនចង់ដាក់ថាអំពើគេណាកុំគិតឲ្យសោះខ្ញុំមិនឲ្យបងធ្វើបាននោះទេមានខ្ញុំបងមិនអាចធ្វើបាបគេនោះទេសុងហ៊ុនក្រឹតពេកក៏ផ្ទាត់ថាស៊ូនូមួយលើតផាច់អញស្ដាប់យើងនិយាយសិនបានទេមាត់នេះគិតតែពីខឹងអីបកកែរអ៊ូម្ល៉េះហាអូយឈើណា
ការពិតមកពីបងអ្នកផ្ដើមមុនទេតាល្អយើងអ្នកខុសប៉ុន្តែឥឡូវនិយាយមកថាគេចូលចិត្តស្អីស៊ូនូដកដង្ហើមធំហាក់ដូចជាចម្លែកចិត្តប៉ុន្តែគេក៏ប្រាប់ខ្ញុំក៏មិនទាន់ដឹងច្បាស់ថាគេចូលចិត្តអ្វីមិនចូលចិត្តអ្វីនោះទេតែតាមដែលដឹងគេក៏ប្រហែលជាចូលចិត្តស្ករសូកូឡាអីហ្នឹងខ្ញុំឃើញគេតែងតែកាន់វាជាប់ជានិច្ចយ៉ាងម៉េចហើយដើម្បីសុខសួរបងមកសួររឿងបែបនេះទៅធ្វើអ្វីឲ្យគេទាស់ចិត្តមែនទេអូឬមួយបងធ្វើបាបគេហើយក៏ចង់សុំទោសអាយយមិនដឹងគួរនិយាយជាមួយឯងបែបណាទេយើងមិនគួរមកសួរឯងតាំងពីដើមហើយបើមិនពិតហេតុអ្វីបងមកសួររឿងទាំងអស់នេះកុំធ្វើរឿងប្លែកៗអីសោះភ្នែកទាំងពីររបស់ខ្ញុំតាមឃ្លាំមើលបងជានិច្ចណាស៊ុងហ៊ុនក្រវីក្បាលគេដើរចេញមិនភ្លេចនិយាយឌីដងអើយទុកភ្នែកមើលតែខ្លួនឯងឲ្យសព្វសិនទៅណែបើខ្លាំងកុំអាចទៅឆាប់មកវិញភ្លាមខ្ញុំមិនតន់ឆ្លោះជាមួយបងចាប់ទេណានិយាយទៅសួស្ដីបងអូនប្រុសសុបិនល្អណាស់លាហើយបងមិនរំខានឯងនោះទេស្អែកចាំឆ្លោះជាមួយគ្នាទៀតពេលនេះបងមិនទាន់រកប្រធានបទឆ្លោះជាមួយឯងឃើញទេដេកទៅអើយចង្រៃមែនសុកក៏មកដាស់មនុស្សកំពុងដេកលក់ស្រួលផងកុំឲ្យមានលើកក្រោយណាបងឯងហេតុអ្វីក៏ពួកគេតែងតែឆ្លោះគ្នានឹងរឿងបន្តិចបន្តួចអញ្ចឹងណចាក់ដែលនៅភ្ជាប់បន្ទប់នោះលើសំឡេងឡូឡាគេរអ៊ូប៉ុន្តែក៏បន្តសិក្សាគ្រប់បន្ទប់ភ្លើងទៀនទៅបានរលត់ម្នាក់ចូលក្រែដំណេកទឹកលែងតែចេកគេបន្តអង្គុយរៀនពីអ្វីគ្រប់យ៉ាងដែលនៅទីនេះហាក់ដូចជាមិនចង់ទុកពេលវេលាចោលទទេខុសពីគ្រប់គ្នានិកគីបានដើរមកកាន់បន្ទប់មួយដែលទទេស្អាតគេឈរសម្លឹងបន្ទប់នោះជាមួយកសោយភ្នែកសោកសៅដៃរបស់គេលើកភួយរបស់ចេកឡើងហើយយកវាមកដណ្ដប់គេដកដង្ហើមធំបន្ទាប់មកក៏រអ៊ូមិនថានរណាទេដែលហ៊ានធ្វើបែបនេះដាក់បងខ្ញុំនឹងរកគេឲ្យឃើញខ្ញុំនឹងកាត់ពួកគេជាកង់ដើម្បីកំដរភ្នោររបស់បងថាហើយគេដាក់ខ្លួនគេងទៅលើគ្រែរបស់ជ័យរីគីសាវ៉ាអោបភួយដែលមានជាប់ក្លិនរបស់បងប្រុសមកអោបយ៉ាងណែនបន្ទាប់មកក៏បិទភ្នែកសំងំគេងក៏លើកទៅកាន់បន្ទប់មួយទៀតភ្លើងទៀនទៅបានប្រលត់ប៉ុន្តែម្ចាស់បន្ទប់ហើយជាកំពុងអង្គុយនៅរាលហាលចង្វាន់ច្រត់ដៃទៅលើរបស់ដែកកៅភ្នែកសម្លឹងដួងព្រះច័ន្ទទឹកមុខស្ងប់ហើយរាត្រីដ៏ឯកានិងកណ្ដែកក៏បានកន្លងផុតទៅនៅព្រឹកថ្ងៃបន្ទាប់ចង្វាន់បើកភ្នែកគេងាកបម្រុងនឹងងើទៅបន្ទប់ទឹកប៉ុន្តែក៏បានឃើញស្ករអ្វីម្យ៉ាងនៅលើតុវាជាស្ករសូកូឡាមានប្រហែលជា10គ្រាប់នៅទីនោះនេះតូចចង់ចិញ្ចើមហើយរអ៊ូបងហ៊ីសុងយកមកទៀតហើយមែនទេតែគាត់សុទ្ធតែគិតថាខ្ញុំដូចជាក្មេងឬមាត់រអ៊ូរទាំប៉ុន្តែដៃសាវ៉ាតស្ករគ្រាប់ទាំងអស់នោះទៅដាក់ក្នុងថតតុរក្សាយ៉ាងមានរបៀបក៏លេចមកខាងក្រៅស៊ុងហ៊ុនដែលលុយចូលបន្ទប់ប្អូនមិញនេះក៏បញ្ញាប់រត់ទៅវិញយ៉ាងលឿនទឹកមុខគេផិតភ័យមកដល់បន្ទប់ភ្លាមក៏ចាក់សោផ្លែតគេខ្ទប់ទ្រូងដែលលោតញាប់នេះសង្ហាឈរបាត់ហត់បនចតុះគេក៏និយាយតែម្នាក់ឯងព្រះអើយគាត់តែចង់សុំទោសនរណាម្នាក់វាគួរឲ្យផិតភ័យដល់ម្លឹងមែនទេបេះដូងខ្ញុំលោតស្ទើរតែជ្រុះហើយតែមិនអីទេសង្ឃឹមថាគេចូលចិត្តវាទៅចុះអរគុណហើយស៊ូនូស៊ុងហ៊ុននិយាយរួចក៏ញញឹមនឹកអរគុណដល់ស៊ូនូដែលបានប្រាប់អំពីកន្លឹះក៏លេចមកកាន់តុអាហារចង្វាន់ចុះមកដល់ភ្លាមក៏ឃើញបងប្រុសធំអង្គុយនៅទីនោះគេញញឹមស្រាលនេះតូចដើរទៅកាន់បងធំរួចនិយាយអរគុណហើយប៉ុន្តែលើកក្រោយបងមិនបាច់ឲ្យច្រើនដល់ម្លឹងក៏បានខ្ញុំញ៉ាំមិនអស់នោះទេអ្នកជាបងចង់ចិញ្ចើមធ្វើមុខលីលើមិនដឹងអីស៊ុងហ៊ុនក៏សួរបកវិញអេចង្វាន់ឯងនិយាយពីអីចង្វាន់ក៏ឈរស្ងៀមហាក់ដូចគាំងគេគិតមួយសន្ទុះហើយក៏ធ្វើមុខឆ្ងល់តាមដែរប៉ុន្តែភ្លាមពេលដែលគេឃើញស៊ុងហ៊ុនមកដល់ថែមនឹងស៊ូនូម្នាក់ទៀតនោះចម្ងល់គ្រប់យ៉ាងក៏ត្រូវបានស្រាយចង្វាន់ទាយដឹងតែម្ដងថាស្ករគ្រាប់ទាំងអស់នោះគឺស៊ុងហ៊ុនជាអ្នកយកមកឲ្យខ្លួនដោយមានស៊ូនូជាអ្នកប្រាប់
គេបានត្រឹមដាក់ដង្ហើមធំហើយអង្គុយចុះមិននិយាយស្ដីអ្វីទាំងអស់សង្ហួនក៏លែកមើលប្អូនទាំងលបលោហាក់ដូចជាមិនហ៊ានប្រឈមមុខប៉ុន្តែលើកនេះគេក្លាហានដើរទៅអង្គុយជិតចុងវណ្ណរួចក៏សួរបានឃើញហើយមែនទេនោះគឺដើម្បីជាការសុំទោសចង្វន់ងើយមកសម្លឹងបងម្នាក់នោះចំគេមិននិយាយអ្វីតែងក់ក្បាលហាក់ដូចជាទទួលសង្ហុនញញឹមឬក៏ដាក់ដៃលើស្មារបស់គេចាប់ពីថ្ងៃនេះយើងនឹងមើលថែឯងដូច្នេះហើយកុំបារម្ភទៀតអីគ្រប់គ្នាដែលបានឃើញសង្ហុនផ្លាស់ប្ដូរបែបនេះក៏ធ្វើមុខឆ្ងល់មិនយល់អំពីពួកគេទាំងពីរថាមានរឿងអ្វីកើតឡើងចប់វគ្គទី4